ទៅក្នុងប្រទេសថៃឬទឹកដីថៃសពថ្ងៃនេះមានដូចជាប្រាសាទពីម៉ាយកាលពីអតីតកាលស្ថិតនៅក្នុងខេត្តនគររាជនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកហើយនៅក្នុងខេត្តនគររាជសីមានៃប្រទេសថៃទី2គឺប្រាសាទភ្នំក្រវ៉ាន់កាលពីអតីតកាលប្រាសាទនេះគឺស្ថិតនៅក្នុងខេត្តនគររាជនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តនគររាជសីមានៃប្រទេសថៃសូមបញ្ជាក់ផងដែរថាប្រាសាទភ្នំក្រវ៉ាន់ត្រូវបានកសាងឡើងដោយស្ថាបត្យកម្មខ្មែរនៅពាក់កណ្ដាលសតវត្សទី12តាមរចនាបថបាយ័ននាសម័យអង្គរហើយប្រាសាទនេះមានចម្ងាយ20គីឡូម៉ែត្រពីខេត្តនគររាជទី3ប្រាសាទក្រោមកាលពីអតីតកាលប្រាសាទមួយនេះស្ថិតនៅខេត្តបុរីរំនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តបុរីរាំងប្រទេសថៃហើយប្រាសាទនេះស្ថិតនៅក្នុងភូមិគោកមឿងប្រមាណជា8គីឡូម៉ែត្រពីប្រាសាទភ្នំរូងក្នុងស្រុកព្រះកូនជ័យខេត្តបុរីរំក្នុងប្រទេសថៃបច្ចុប្បន្ននេះប្រាសាទនេះគឺជាប្រាសាទមួយដែលមានក្បូរក្បាច់រចនាយ៉ាងល្អប្រណិតជាងគេបន្ទាប់ពីប្រាសាទភ្នំរូងទី4ប្រាសាទភូមិសម្បូរអតីតកាលស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកហើយបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃប្រទេសថៃទី5ប្រាសាទប្រាង្គូកាលពីអតីតកាលប្រាសាទមួយនេះស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃប្រទេសថៃទី6ប្រាសាទភ្នំរូងកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តបុរីរំនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តបុរីរាំងនៃប្រទេសថៃហើយប្រាសាទភ្នំរូងនេះដែរជាស្ថាបត្យកម្មខ្មែរសាងសង់ឡើងរវាងចន្លោះសតវត្សទី10និងទី13ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដែលព្រះអង្គឡើងគ្រងរាជ្យពីឆ្នាំ1113ដល់ឆ្នាំ1150តាមរចនាបថខ្មែរគឺរចនាបថបាក់ខែងនិងរចនាបថបាយ័នទី7ប្រាសាទក្រពុំកាលពីអតីតកាលប្រាសាទនេះស្ថិតនៅខេត្តសុរិន្ទនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តសុរិន្ទប្រទេសថៃទី8ប្រាសាទនាងរងកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តនគររាជនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះស្ថិតនៅក្នុងខេត្តនគររាជសីមានៃប្រទេសថៃប្រាសាទនាងរងជាស្ថាបត្យកម្មខ្មែរនាសម័យមហានគរដែលមានទីតាំងស្ថិតនៅក្នុងស្រុកនាងរងខេត្តនគររាជទី9ប្រាសាទគោកងាវកាលពីអតីតកាលប្រាសាទនេះដែលមានទីតាំងនៅក្នុងឃុំគោកងាវស្រុកភ្នំរូងខេត្តបុរីរំនៃព្រះរាជាណាចក្រខ្មែរប៉ុន្តែបច្ចុប្បន្ននេះប្រាសាទនេះគឺស្ថិតនៅក្នុងឃុំគោកងាវស្រុកភ្នំរូងខេត្តបុរីរាំងនៃប្រទេសថៃទី10ប្រាសាទកំពែងធំកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកហើយបច្ចុប្បន្ននេះប្រាសាទនេះគឺស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃប្រទេសថៃទី11ប្រាសាទល្ងៀងកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងភូមិល្ងៀងស្រុកសុរិន្ទនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកហើយពេលបច្ចុប្បន្ននេះប្រាសាទនេះស្ថិតនៅក្នុងខេត្តសុរិន្ទនៃប្រទេសថៃប្រាសាទល្ងៀងជាស្នាដៃស្ថាបត្យកម្មខ្មែរដែលបានកសាងឡើងនៅសតវត្សទី11មានតួប៉ម5សង់នៅលើខឿនតែមួយប្រាសាទកណ្ដាលគឺជាប្រាសាទធំដែលមានមុខងារសំខាន់ជាងគេប្រាសាទនេះកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាទី12ប្រាសាទជើងពៃកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តសុរិន្ទនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្ននេះប្រាសាទនេះស្ថិតនៅក្នុងខេត្តសុរិន្ទនៃប្រទេសថៃទី13ប្រាសាទស្ដុកកក់ធំគឺជាប្រាសាទខ្មែរបុរាណដែលបច្ចុប្បន្ននេះស្ថិតនៅស្រុកអរញ្ញ
ខេត្តស្រះកែវប្រទេសថៃដែលមានចម្ងាយប្រមាណជា2គីឡូម៉ែត្រពីព្រំដែនខ្មែរថៃជាប់នឹងខេត្តបន្ទាយមានជ័យប្រាសាទនេះដែរត្រូវបានកសាងឡើងពីថ្មភក់និងថ្មបាយក្រៀមកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11ពលគឺឆ្នាំ1052នៃគ្រិស្តសករាជសម្រាប់ឧទ្ទិសដល់ព្រះឥសូរដែលស្ថិតនៅក្នុងរាជព្រះបាទឧទយាទិត្យវរ្ម័នទី2ដែលព្រះអង្គគ្រងរាជចាប់ពីឆ្នាំ1050ដល់ឆ្នាំ1066តាមរចនាបថឃ្លាំងនិងរចនាបថបាពួនប្រាសាទស្ដុកកក់ធំមិនមែនជាស្នាព្រះហស្ថរបស់ព្រះរាជាជាអ្នកកសាងនោះទេផ្ទុយទៅវិញជាស្នាដៃរបស់គ្រួសារមន្ត្រីខ្មែរម្នាក់ដែលអះអាងថាជាកូនចៅជំនាន់ក្រោយរបស់ព្រាហ្មណ៍សេវកៃវលយៈដែលជាព្រាហ្មណ៍ដ៏ល្បីល្បាញម្នាក់កាលពី250ឆ្នាំមុនធ្លាប់ធ្វើពិធីទេវរាជថ្វាយដល់ព្រះបាទជ័យវរ្ម័នទី2ក្នុងឆ្នាំ802នៃគ្រិស្តសករាជនៅលើភ្នំមហិន្ទ្របរពតភ្នំគូលែនទី14ប្រាសាទក្បាលគោដែលកាលពីអតីតកាលប្រាសាទនេះស្ថិតនៅភូមិក្បាលគោឃុំរមៀតស្រុកភ្នំរូងខេត្តបុរីរំនៃព្រះរាជាណាចក្រខ្មែរសពថ្ងៃនេះប្រាសាទក្បាលគោមានទីតាំងស្ថិតនៅភូមិក្បាលគោឃុំរមៀតស្រុកភ្នំរូងខេត្តបុរីរំប្រទេសថៃទី15ប្រាសាទកំពែងតូចដែលកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តស៊ីសាកេតនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកបច្ចុប្បន្នប្រាសាទនេះគឺស្ថិតនៅក្នុងខេត្តស៊ីសាកេតថៃទី16ប្រាសាទប្រាំង3ដែលកាលពីអតីតកាលប្រាសាទនេះស្ថិតនៅក្នុងខេត្តលុបបុរីនៃព្រះរាជាណាចក្រខ្មែរមុនសម័យលង្វែកហើយបច្ចុប្បន្ននេះប្រាសាទនេះស្ថិតនៅក្នុងខេត្តលុបបុរីនៃប្រទេសថៃដែលមានចម្ងាយប្រហែលជា154គីឡូម៉ែត្រពីក្រុងបាងកកប្រាសាទនេះមានប្រាង្គកំពូលធំ3ដែលភាសាថៃហៅថាសាមយ៉តមានន័យថាប្រាង្គ3ឬព្រួញ3ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1គួរបញ្ជាក់ផងដែរថាប្រាសាទនេះស្ថិតនៅក្នុងទីក្រុងលុបបុរីបច្ចុប្បន្នដែលជាទីក្រុងធំមួយរបស់ខ្មែរនាសម័យមហានគរហើយប្រាសាទនេះត្រូវបានគេកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាទីក្រុងលុបបុរីនេះគឺជាឈ្មោះខ្មែរសុទ្ធសាធដែលត្រូវបានកត់ត្រាទុកនៅក្នុងផ្ទាំងសិលាចារឹកនៃប្រាសាទព្រះខ័ននៅក្នុងខេត្តសៀមរាប